จะបានជាបែបហ្នឹងមកគ្រូសាទិញរហូតដល់3ឡានណាទោះយកប៉ុណ្ណាក៏ពួកខ្ញុំអាចដឹកឲ្យគាត់បានដែរហើយឥឡូវនេះម៉ោង8កន្លះទោះយកប៉ុណ្ណាក៏ពួកខ្ញុំអាចដឹកឡានដល់ផ្ទះពួកគាត់បានដែរអញ្ចឹងឥឡូវនេះខ្ញុំមានភៀវពិសេសមែនតើមកគ្រួសារទិញរហូតដល់3ឡានអញ្ចឹងប៉ាប្រកបគាត់ទិញទៅលើឡាន Chevrolet Captiva 7កៅអីតម្លៃ 35,500 ហើយទៅលើកូនគាត់ណាពីណាប្តីប្រពន្ធបងស្រីបងប្រុសហ្នឹងគាត់ទិញទៅឡាន Chevrolet Captiva EV 29,500ដែលជាប្រភេទឡានអគ្គិសនីសុទ្ធណាហើយប្អូនរបស់គាត់នៅក្នុងគ្រួសារហ្នឹងទិញទៅលើឡាន Chevrolet Cruze តម្លៃ 28,500 ហើយឥឡូវនេះពួកខ្ញុំកំពុងតែរៀបចំដាក់ឡានដឹកដល់ផ្ទះគាត់ហ្មងតែគាត់នៅប៉ែកខាងកំពង់សោមណាអញ្ចឹងឥឡូវនេះពួកខ្ញុំកំពុងតែរៀបចំបដាទៅលើការដឹកឡានឲ្យពួកគាត់ហ្នឹងណាបាទអញ្ចឹងឲ្យតែបានភៀវបែបហ្នឹងមកគ្រួសារទិញរហូតដល់3ឡានណាទោះយកប៉ុណ្ណាក៏ពួកខ្ញុំអាចដឹកឲ្យគាត់បានដែរហើយឥឡូវនេះម៉ោង8កន្លះឲ្យតែថាទិញម្ដង3គ្រឿងបែបហ្នឹងបាច់បារម្ភទេដឹកឲ្យដល់ផ្ទះហ្មងអញ្ចឹងបញ្ជាក់ជូន Captiva EV តម្លៃ 29,500 Chevrolet Cruze តម្លៃ 28,500 មានស្តុកស្រាប់ទាំងអស់ណាហើយទៅលើឡាន Captiva 7កៅអី 35,500 3 model ឡាននេះផ្សេងគ្នាណាប៉ុន្តែលើ brand គឺ brand អាមេរិកតែមួយបងប្អូនគាត់ចំណាប់អារម្មណ៍អាចតាក់ទងខ្ញុំបានឈ្មោះពិសិដ្ឋចាំជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាមានភៀវបែបហ្នឹងណាអរគុណច្រើន